ស្រីពៅមានអារម្មណ៍ដូចជាមានដៃត្រជាក់ប៉ះស្មារបស់នាងភ័យខ្លាចពួកគេដើរចេញពីក្នុងផ្ទះចាស់នោះមកខាងក្រៅដោយប្រយ័ត្នប្រយែងក្នុងភាពងងឹតមានសំឡេងស្ត្រីស្រែកចេញពីក្រោមដើមឈើរធំមួយនៅខាងក្រោយផ្ទះជួយខៀងផងស្រីពៅកាន់បន្តោងព្រះដែលយាយនាងឲ្យនឹងសូត្រពាក្យបួងសួងរូបខ្មោចយាយមាសហាក់ដូចជាខ្លាចបន្តិចបន្តួចថយក្រោយខ្មោចយាយមាសនិយាយថាខ្ញុំស្លាប់ដោយគ្មាននរណាដឹងគ្មានអ្នកធ្វើបុណ្យឲ្យខ្ញុំនៅទីនេះយូរណាស់ហើយគ្មាននរណាដឹងថាខ្ញុំរងទុក្ខយ៉ាងណានោះទេវុធីយល់ភ្លាមថារឿងខ្មោចយាយមាសនៅចុងភូមិតូចមួយឈ្មោះភូមិត្រពាំងចាស់មានផ្លូវដីក្រហមវែងមួយបត់បែនឆ្ពក់ទៅកាន់ព្រៃចុងភូមិពេលថ្ងៃភូមិនេះស្ងប់ស្ងាត់មានតែសំឡេងសត្វយំនៅពេលយប់វាប្រែជាកន្លែងគួរឲ្យខ្លាចអ្នកភូមិតែនិយាយថានៅចុងភូមិនោះមានផ្ទះចាស់មួយដែលគេហៅថាផ្ទះខ្មោចគេនិយាយថាកាលពីជាង20ឆ្នាំមុនមានស្ត្រីម្នាក់រស់នៅទីនោះឈ្មោះយាយមាសគាត់រស់នៅតែម្នាក់ឯងបន្ទាប់ពីកូនចាក់ចេញទៅទីក្រុងថ្ងៃមួយគាត់បានស្លាប់ក្នុងផ្ទះដោយគ្មានអ្នកណាដឹងចាប់តាំងពីថ្ងៃនោះមកអ្នកភូមិចាប់ផ្ដើមឮសំឡេងចម្លែករៀងរាល់ពេលយប់នៅថ្ងៃមួយមានក្មេង4នាក់វុធីស្រីពៅតារានិងលីនពួកគេសិក្សានៅវិទ្យាល័យជិតភូមិនោះពួកគេមិនជឿរឿងខ្មោចទេថ្ងៃមួយពេលអង្គុយជជែកគ្នាក្រោមដើមស្វាយវុធីនិយាយថាបើយើងមិនជឿយើងគួរទៅមើលផ្ទះនោះម្ដងទេស្រីពៅភ្ញាក់ផ្អើលអាយ៉ាបើពិតជាមានខ្មោចវិញតារាសើចខ្មោចអីគ្រាន់តែសំឡេងខ្យល់បក់តែប៉ុណ្ណោះបន្ទាប់ពីវិភាសាគ្នារួចពួកគេសម្រេចចិត្តទៅសាកល្បងនៅពេលយប់បានមកដល់ព្រះច័ន្ទពាក់កណ្ដាលលាក់ខ្លួនក្រោយពពកម៉ោងប្រហែល8យប់ពួកគេជួបគ្នាក្បែរដើមស្វាយដដែលវុធីនិងមិត្តភក្តិដើរឆ្ពោះទៅចុងភូមិពេលដល់មុខផ្ទះចាស់នោះលីនមើលទៅផ្លែងងងឹតដែលនាំទៅផ្ទះចាស់ខ្យល់បក់ប៉ះស្មារបស់នាងធ្វើឲ្យនាងមានអារម្មណ៍ដូចជាមាននរណាម្នាក់កំពុងសម្លឹងមកពីចម្ងាយវុធីនិងមិត្តភក្តិរបស់គេឃើញទ្វារបើកចំហបន្តិចខ្យល់បក់ឲ្យទ្វារក្រឡាប់គ្រាកសំឡេងនោះធ្វើឲ្យបេះដូងពួកគេទប់មិនបានលីននិយាយថាយើងត្រឡប់ទៅវិញល្អជាងតែវុធីកាន់តែចង់ដឹងហើយបើកទ្វារចូលខាងក្នុងងងឹតនឹងមានក្លិនស្អុយដូចជាមានអីងាប់ជាច្រើនថ្ងៃចឹងមានក្រែនិងរូបថតចាស់ដាក់លើជញ្ជាំងស្រីពៅឃើញរូបថតនោះគឺជារូបយាយមាសកំពុងញញឹមតែភ្នែកមើលទៅគួរឲ្យភ័យភ្លាមនោះសំឡេងដើរតារាអះអាងថាប្រហែលជាសត្វកណ្ដុរតែសំឡេងនោះកាន់តែខ្លាំងឡើងហាក់ដូចជាមានមនុស្សដើរនៅក្នុងភាពងងឹតនោះពួកគេឮសំឡេងដកដង្ហើមខ្លាំងនៅចិត្តត្រជាក់របស់ពួកគេស្រីពៅមានអារម្មណ៍ដូចជាមានដៃត្រជាក់ប៉ះស្មារបស់នាងភ័យខ្លាចពួកគេដើរចេញពីក្នុងផ្ទះចាស់នោះមកខាងក្រៅដោយប្រយ័ត្នប្រយែងក្នុងភាពងងឹតមានសំឡេងស្ត្រីស្រែកចេញពីក្រោមដើមឈើរធំមួយនៅខាងក្រោយផ្ទះជួយខៀងផងស្រីពៅយំយើងទៅវិញទៅតែតារាចាប់ដៃមិត្តភក្តិស្ងប់ស្ងាត់និយាយថាអាចជាមានមនុស្សត្រូវការជំនួយទេដឹងពួកគេបាននាំគ្នាដើរទៅតាមសំឡេងនោះហើយពួកគេឃើញស្ត្រីម្នាក់ឈរនៅក្រោមដើមឈើនោះមុខស្លេកខ្លាំងសក់វែងគួរឲ្យខ្លាចវុធីនិយាយស្តាក់ស្ទើរតើអ្នកជានរណាស្ត្រីនោះបែរមុខមករកពួកគេភ្នែកក្រហមនឹងនិយាយថាពួកឯងមកផ្ទះរបស់យើងមានការអីពួកឯងឆាប់ចេញពីផ្ទះយើងភ្លាមនោះខ្យល់ត្រជាក់បក់ខ្លាំងស្រីពៅកាន់បន្តោងព្រះដែលយាយនាងឲ្យនឹងសូត្រពាក្យបួងសួងរូបខ្មោចយាយមាសហាក់ដូចជាខ្លាចបន្តិចបន្តួចថយក្រោយខ្មោចយាយមាសនិយាយថាខ្ញុំស្លាប់ដោយគ្មាននរណាដឹងគ្មានអ្នកធ្វើបុណ្យឲ្យខ្ញុំនៅទីនេះយូរណាស់ហើយគ្មាននរណាដឹងថាខ្ញុំរងទុក្ខយ៉ាងណានោះទេវុធីយល់ភ្លាមថាប្រហែលវិញ្ញាណនេះមិនមែនមកធ្វើអាក្រក់ទេតែចង់បានសេចក្តីសុខពួកគេសន្យាថានឹងប្រាប់ញ៉ាភូមិឲ្យធ្វើបុណ្យឧទ្ទិសឲ្យយាយមាស
ភ្លាមនោះខ្មោចយាយមាសក៏ញញឹមហើយរលាយបាត់ទៅក្នុងខ្យល់ពួកគេរត់ចេញពីផ្ទះចាស់នោះដោយចិត្តភ័យខ្លាចថ្ងៃបន្ទាប់មកពួកគេប្រាប់អ្នកភូមិអំពីអ្វីដែលពួកគេបានឃើញដំបូងគេមិនជឿតែចុងក្រោយអ្នកភូមិសម្រេចធ្វើពិធីបុណ្យឧទ្ទិសកុសលឲ្យខ្មោចយាយមាសចាប់តាំងពីថ្ងៃនោះមកផ្ទះនៅចុងភូមិមិនមែនជាកន្លែងគួរឲ្យខ្លាចទៀតទេវាខ្លាចតែជាកន្លែងរំលឹកអំពីយាយមាសមិនមែនគ្រប់ខ្មោចសុទ្ធតែអាក្រក់ទេខ្លះគ្រាន់តែជាវិញ្ញាណដែលគេមិនបានធ្វើពិធីបុណ្យឧទ្ទិសកុសលឲ្យបន្ទាប់ពីពិធីបុណ្យហើយអ្វីហាក់ដូចជាស្ងប់ស្ងាត់បន្តិចផ្ទះឈើចាស់មិនមានសម្លេងចម្លែកទៀតឡើយតែយប់មួយប្រហែល1ខែក្រោយមកវុធីភ្ញាក់ពីដំណេកដោយសារខ្យល់បក់ខ្លាំងគាត់មើលឃើញស្រមោលមនុស្សឈរខាងក្រោមដើមស្វាយគឺដើមដែលពួកគេធ្លាប់ជជែកគ្នាស្រមោលនោះឈរតែមួយផ្លែតបន្ទាប់មកបាត់ទៅវិញវុធីគិតថាប្រហែលគ្រាន់តែព្រឺភ្នែកតែបេះដូងគាត់មិនស្ងប់ឡើយយប់បន្ទាប់ស្រីប៉ៃក៏សុបិនឃើញយាយមាសនៅក្នុងសុបិននាងឃើញផ្ទះចុងភូមិនោះតែមិនឃើញផ្ទះចាស់ដូចមុនទេវាស្អាតនិងមានពន្លឺទៀនភ្លឺស្រទន់ឡើយយាយមាសញញឹមហើយនិយាយថាអរគុណក្មេងៗខ្ញុំបានសម្រេចហើយយាយមាសបន្ថែមពាក្យមួយដែលធ្វើឲ្យនាងភ័យតែចុងភូមិនេះមិនមែនតែមានតែខ្ញុំទេស្រីពៅភ្ញាក់ឡើងដោយញើសត្រជាក់ពេញខ្លួនថ្ងៃបន្ទាប់ក្រុមមិត្តភ័ក្តិជួបគ្នាវិញពេលស្រីពៅប្រាប់អំពីសុបិនគេមើលគ្នាដោយមុខស្ងប់ស្ងាត់តារានិយាយថាប្រហែលជាសុបិនធម្មតាទេតែលីននិយាយថាបើពិតជាមានអ្វីផ្សេងទៀតនៅចុងភូមិវិញពួកគេសម្រេចតែសួរចាស់ក្នុងភូមិនោះបន្ទាប់ពីសួរយាយចាស់ម្នាក់គាត់ប្រាប់ថាមុនពេលយាយមាសរស់នៅទីនោះមានគ្រួសារមួយធ្លាប់ស្លាប់ដោយភ្លើងឆេះផ្ទះតែរឿងនោះត្រូវបានលាក់ជាអត្ថបទព្រោះអ្នកភូមិមិនចង់ឲ្យភូមិមានឈ្មោះអាក្រក់ទោះបីជាខ្លាចក៏វុធីនិងមិត្តភ័ក្តិបានសម្រេចចិត្តត្រឡប់ទៅផ្ទះចុងភូមិម្ដងទៀតពន្លឺថ្ងៃចូលតាមរុនជញ្ជាំងបង្ហាញថាផ្ទះនៅតែអស្ចារ្យនិងស្ងប់ស្ងាត់តែពេលពួកគេចូលដល់កន្លែងដែលធ្លាប់ឃើញយាយមាសពួកគេឃើញស្នាមខ្មៅលើជញ្ជាំងដូចជាស្នាមភ្លើងឆេះអាចារ្យចឹងលីនប៉ះជញ្ជាំងនោះហើយភ្លាមមានអារម្មណ៍ថាទោះបីជាថ្ងៃត្រជាក់ក៏ដោយភ្លាមមានសម្លេងក្មេងយំឮពីក្រោយផ្ទះវុធីស្រីសួរថាអ្នកណានៅទីនោះគ្មាននរណាឆ្លើយតែសម្លេងយំនោះកាន់តែខ្លាំងឡើងវាមិនដូចសម្លេងយាយមាសទេវាជាសម្លេងកូនក្មេងស្រីពៅមើលទៅមិត្តភ័ក្តិដោយភ័យខ្លាចប្រហែលនេះហើយដែលយាយមាសបាននិយាយពួកគេមិនរត់ដូចមុនទេពួកគេយល់ថាបើមានវិញ្ញាណផ្សេងទៀតនៅទីនេះក៏ប្រហែលជាត្រូវការជំនួយដូចគ្នាវុធីនិយាយយ៉ាងមើងម៉ាត់ថាបើយើងចាប់ផ្ដើមរឿងនេះយើងត្រូវបញ្ចប់វាខ្យល់បក់រវិកដូចជាកំពុងស្ដាប់ពាក្យរបស់គាត់ចាប់តាំងពីថ្ងៃនោះមកវុធីនិងមិត្តភ័ក្តិចាប់ផ្ដើមស្រាវជ្រាវអំពីអតីតកាលរបស់ភូមិនេះពួកគេចង់ដឹងថាតើមាននរណាផ្សេងទៀតដែលត្រូវបានបោះបង់ចោលចុងភូមិមិនមែនជាកន្លែងគួរឲ្យខ្លាចតែប៉ុណ្ណោះវាខ្លាចទៅជាកន្លែងនៃអាថ៌បាំងនិងការស្វែងរកការពិតហើយពេលខ្យល់បក់ពេលយប់អ្នកភូមិខ្លះបាននិយាយថាពួកគេឮសំឡេងមិនត្រឹមតែឮសំឡេងទ្វារក្រឡាប់ទេប៉ុន្តែមានសំឡេងជុំហ៊ានតិចដើរលេងជុំវិញផ្ទះចាស់នោះផង